បានជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះខ្ញុំសូមលើកនៅប្រធានបទវគ្គបន្តទាក់ទងនឹងមួយជីវិតគឺយើងមិនចង់សាងបាបកម្មសាងអាក្រក់ទៅលើអ្នកណាហើយក៏យើងព្យាយាមនៅអាការដែលយើងសាងអំពើល្អដោយចិត្តចេញពីចិត្តផងយើងឬក៏យើងនៅជួបបញ្ហាពិបាកឬក៏នៅភាពក្រីក្រនៅជីវភាពខ្វះខាតយ៉ាងណាក៏ដោយបងប្អូនគុំទៅធ្វើរឿងក្រក់ឬក៏សាងបាបកម្មទៅលើនរណាហើយក៏គាត់ថាយើងម្នាក់ៗយើងដូចខ្ញុំនិយាយតាំងពីវគ្គមុនចឹងគឺចិត្តយើងទាំងអស់គ្នាគឺយើងកើតមកមួយជាតិនេះគឺយើងអត់ចង់មានបាបកម្មសាងបាបកម្មសាងអាក្រក់ជាមួយនរណាទេចុងក្រោយវាអាចកើតឡើងពីអាចថាជីវភាពផងយើងទស្សនវិជ្ជាឬក៏មនុស្សនៅជុំវិញខ្លួនយើងគឺមានភាពចំណែនជាងនេះឬក៏ការដែលមានកម្រិតអគតិឬក៏អ្នកដែលធ្វើការអីឬក៏ការដែលយើងដើរវិស័យណាមួយឬក៏អ្នកដែលអាចថាមិនពេញចិត្តយើងដោយប្រការអីណាក្តីចឹងវាតែងតែកើតមាននៅក្នុងការរស់នៅផងយើងប៉ុន្តែសួរថាយើងទៅធ្វើអាក្រក់ជាមួយគេបានទេគឺយើងធ្វើវាទៅអត់រួចពេលខ្លះមនុស្សខ្លះអាចធ្វើទៅរួចដោយសារមនុស្សហ្នឹងវាមโนគតិផងមនុស្សហ្នឹងគឺវាទៅបែបហ្នឹងហើយដោយសារតែគំនុំគតិហ្នឹងគឺគិតថាមនុស្សហ្នឹងអត់ល្អសាងអាក្រក់សាងបាបកម្មអីចឹងទៅព្យាយាមធ្វើរឿងហ្នឹងអត់ពេញចិត្តចំណែនគេធ្វើទៅតែខាល្អជាងឬក៏ឃើញគេល្អជាងឬក៏អីចឹងទៅធ្វើឲ្យយើងទាំងអស់គ្នាវាបាត់បង់នៅតម្លៃផងយើងដែលយើងកំពុងតែអាការដែលយើងចំណែនគេឬក៏យើងមិនពេញចិត្តគេឬក៏ឃើញគេមានអាចថាប្រាក់ខែឬអីល្អជាងនោះខ្ញុំគិតថាម្នាក់ៗវាតែងតែមានកូនចិត្តមានអីទេប៉ុន្តែយើងគួរថាវាបានប្រយោជន៍អីមកវិញនៅពេលដែលយើងធ្វើរឿងអាក្រក់ឬក៏យើងនៅតែចំណែនឈ្នានីសគ្នាឬក៏យើងបន្តនឹងការកំណត់ថោកទាបផងយើងកំណត់អវិជ្ជមានផងយើងហ្នឹងព្យាយាមមើលងាយគ្នាអញ្ចឹងទៅធ្វើឲ្យយើងរស់នៅក្នុងជំនាន់ដែលយើងរស់នៅហ្នឹងវាព្យាយាមកើតនៅគំនិតមនុស្សដែលកាត់មនុស្សអកតេនឹងច្រើនហើយយើងសួរថាតើយើងទាំងអស់គ្នានៅបន្តនៅកំណត់អកតេនឹងវាបន្តទៀតដល់ពេលណាហើយយើងព្យាយាមនៅការដែលសាងអាក្រក់សាងបាបកម្មនឹងដល់ពេលណាទៀតព្រោះថាជីវិតយើងម្នាក់ៗហ្នឹងវាមិនដឹងថារស់បាននឹងអាយុ100ទៅអត់ផងគង់តែងាប់ថ្ងៃនេះមើលមិនឃើញងាប់ថ្ងៃស្អែកក៏មើលមិនឃើញអញ្ចឹងទៅខ្ញុំគិតថាវាអត់មានរឿងអីដែលយើងត្រូវចំណែនឈ្នានីសគ្នាបន្តទៀតយើងទៅសាងបាបកម្មគ្នាបន្តទៀតហើយយើងព្យាយាមធ្វើរឿងអាក្រក់បំផ្លាញជីវិតអ្នកដទៃតទៅទៀតបានប្រយោជន៍អីមកវិញហើយតែភាពលោភលន់ហ្នឹងយើងសួរថាពេលដែលយើងមានភាពលោភលន់ចង់បានទ្រព្យចង់បានលុយចង់បានអីសពបែបយ៉ាងទោះថានៅពេលខ្លះយើងអត់យកអីទៅតាមទេប៉ុន្តែបើផងយើងផឹងពីសមត្ថភាពដោយសុចរិតផងយើងសតិសម្បជញ្ញៈផងយើងដោយតទៅដោយការដែលសាងអំពើល្អច្រើនចេះជួយអ្នកដទៃឬក៏សាងអីដែលភាពមានបានដោយអំពើល្អយើងនោះគឺយើងពិតជាមានអារម្មណ៍ថាយើងសប្បាយចិត្តហើយយើងបន្តដំណើរជីវិតយើងដោយអំពើល្អដោយការហូរស៊ីធ្វើការឬក៏ធ្វើអីមួយដោយឲ្យមានការដែលសាងអំពើល្អបានច្រើនអញ្ចឹងទៅធ្វើឲ្យយើងនឹងក៏រីករាយនៅក្នុងឆាកជីវិតដែលយើងរស់នៅឬក៏ពេញមួយជីវិតផងយើងរស់នៅហ្នឹងគឺមានភាពរីករាយមកគឺធ្វើឲ្យខ្លួនយើងក៏វាមិនមានតែប៉ះពាល់ឬក៏មិនចង់ទៅសាងបាបកម្មឬក៏សាងអាក្រក់ជាមួយអ្នកណាឬក៏ទៅចង់ទៅកាច់កង់ជាមួយអ្នកណាទេគ្រាន់តែរកដើម្បីដោះស្រាយនៅជីវភាពយើងរៀងៗខ្លួនដើម្បីតែអាចជួយតែអ្នកដទៃបានហើយក៏យើងព្យាយាមជួយតែគ្រួសារយើងជួយអ្នកដែលគាត់មានជីវភាពខ្វះខាតឬក៏ជួយអ្នកដែលធ្វើការងារដែលគាត់ចង់ធ្វើឬក៏អ្នកបានផ្ដល់ឱកាសអ្នកដែលផ្សេងៗដែលគាត់បានធ្វើការងារគាត់ឆ្លាញ់ដូចគ្នាផងដែរហើយក៏យើងអាចនឹងជួយអ្នកដទៃនៅក្នុងប្រការដែលយើងអាចនឹងចែករំលែកទៅកាន់ពួកគាត់បានច្រើនហើយក៏យើងគិតថាយើងគុំនៅបន្តនៅកំណត់អគតិកំណត់ជំនាញនេះឬក៏មានភាពលោភលន់ឬក៏នៅការដែលចង់បានលុយចង់បានឋានៈនៅសារអាក្រក់សាងបាបកម្មអញ្ចឹងទៅធ្វើឲ្យមនុស្សយើងដែលយើងរស់នៅហ្នឹងវានៅបន្តនៅកំណត់ថោកទាបផងយើងនឹងវាបន្តទៀតវាអត់មានកើតជាប្រយោជន៍អីដើម្បីជួយដល់ប្រទេសដែលយើងរស់នៅទេយើងបានតែកើតជាមនុស្សដែលអត់ប្រយោជន៍ហើយគឺមនុស្សដែលសាងអាក្រក់សាងបាបកម្មនៅបន្តទៀតព្រោះថាដោយសារតែខ្ញុំបានឆ្លងកាត់មើលឃើញនៅរឿងរ៉ាវហើយក៏ខ្ញុំគិតថាអ្វីដល់ពេលនេះខ្ញុំហ៊ានហើយហេតុអីបើខ្ញុំហ៊ាននិយាយហើយក៏ខ្ញុំបានព្យាយាមនិយាយពីប្រធានបទមួយទៀតដោយសារតែយើងបានឆ្លងកាត់នៅពេលដែលឃើញពីមនុស្សដែលមានភាពការដែលចំណែនឈ្នានីសគ្នាប្រកួតប្រជែងឬក៏ក្រុមហ៊ុនណាដែលគាត់ធ្វើនិយាយថាដើរវិស័យអីដូចគ្នាចឹងទៅអាចថាប្រកួតប្រជែងអាចថាខំគ្នាឬក៏ធ្វើរឿងអីមួយអត់ល្អឬក៏អត់ពេញចិត្តបុគ្គលនេះបុគ្គលនោះចឹងទៅសាងបាបកម្មទៅលើគ្នាទៅទៀតអាគ្នាអ្នកក្រទៅរងទុក្ខរងទោសរងទុក្ខដោយសារការដែលបំពេញឬក៏អ្នកដែលមានលុយមានឋានៈចឹងទៅធ្វើឲ្យគ្នារងទុក្ខដោយសារតែពួកគាត់ហ្នឹងអាចថាធំឬក៏មានអីខ្សែបពួកចឹងទៅ
រងទុក្ខដោយសារតែអ្នកនឹងទៅទៀតឬក៏រកស៊ីបោកគ្នាអ្នកក្រហ្នឹងទៅពេលអ្នកគ្នាហ្នឹងទៅរកលុយបង់ធនាគារបង់អីហ្នឹងក៏វេទនាចិត្តទៅទៀតដោយសារដល់ខែគឺត្រូវការរកលុយរកកាយគេបើសិនជាយើងម្នាក់បើរកលុយអត់បានបង់ឲ្យគេនោះវានឹងមានអារម្មណ៍ថាវានឹងពិបាកសម្រាប់ខ្លួនយើងទាំងអស់គ្នាអញ្ចឹងទៅយើងគិតថាយើងទាំងអស់គ្នាយើងពិតជាចង់បានលុយមកគឺយើងបង្កើតរបរដែរសុចរិតផងយើងរកដោយតាមសមត្ថភាពផងយើងហើយយើងក៏គិតថាពេលខ្លះធនាគារក៏ជួយនៅសម្រួលយើងក៏នៅតែអរគុណវិស័យធនាគារនិងវិស័យផ្សេងៗដែលបានធ្វើល្អជាច្រើនដែរហើយក៏ខ្ញុំគិតថាយើងម្នាក់យើងគិតថាយើងទៅរកហ្នឹងគឺយើងមិនចង់ទៅប៉ះពាល់ឬក៏កាច់កង់ឬក៏ឈ្នានីសអ្នកណាទេគ្រាន់តែយើងចង់រកដើម្បីដោះស្រាយតាមជីវភាពដោះស្រាយនៅគ្រួសារដែលយើងខ្វះខាតឬក៏យើងរកមកវាខ្វះល្ងាចអីចឹងអ្នកក្រដឹងហើយនៅពេលខ្លះសម្រាប់អ្នកក្រដូចគ្នាយល់ពីអារម្មណ៍ដូចគ្នាថាវាពិតជាមិនពិបាកហើយអ្នកដើរវិស័យដូចគ្នានេះខ្ញុំបានជួបនឹងដោយសារតែមើលអ្នកខ្លះវិញវាមិនពេញចិត្តគ្នាវាចំណែនជានេះនៅខ្លះដែលទង្វើផងពួកគាត់មួយចង្ការវាអាចចេញពីអាការចិត្តដែលចំណែនហ្នឹងវានៅបន្តកំណត់ថោកទៀតហ្នឹងអញ្ចឹងទៅយើងគិតថាបើសិនជាយើងរស់នៅក្នុងប្រទេសតែមួយរស់នៅជាប្រជាជនឬក៏មនុស្សដូចតែគ្នាហ្នឹងយើងព្យាយាមចេះចែកម្លែកគ្នាផងឲ្យគ្នាអ្នកក្រហ្នឹងបានរស់បានរកហ្នឹងឲ្យវាដោះស្រាយនៅជីវភាពគ្នាពងខ្វះមុខខ្វះក្រោយហ្នឹងផងអញ្ចឹងទៅយើងទាំងអស់គ្នាវាមិនមែនថាយើងនឹងអាចទៅធ្វើឲ្យបានច្រើនលើសលប់ទេតែយើងព្យាយាមរៀនចែកម្លែកគ្នាចេះផ្ដងក្តីស្រឡាញ់គ្នាហើយក៏ព្យាយាមធ្វើអ្វីដែលល្អចំពោះគ្នាតន់មានជីវិតរស់នៅលើផែនដីហ្នឹងឬក៏យើងរស់នៅកន្លែងណាក៏ដោយយើងព្យាយាមធ្វើល្អឲ្យបានច្រើនទៅតើវាងាប់អត់ចឹងវាអត់ងាប់ទេដោយសារតែយើងព្យាយាមធ្វើល្អហ្នឹងប៉ុន្តែយើងងាប់ហ្នឹងគឺជីវិតយើងនឹងមិនដឹងថាងាប់នៅពេលណាឬងាប់នៅស្អែកអាហ្នឹងវាអាចមានចឹងទៅខ្ញុំផ្ដាំបងប្អូនថាពេលខ្លះគួរតែធ្វើរឿងល្អឲ្យបានច្រើនជាងធ្វើរឿងអាក្រក់បងប្អូនដោយសារព្រោះជីវិតយើងក៏អត់ទៀងដែរសូម្បីតែខ្ញុំវិញគឺខ្ញុំនៅក្នុងស្ថានភាពពិបាកក្រីក្រចឹងទៅគឺខ្ញុំគិតថាខ្ញុំមើលកោះមើលត្រាអត់ឃើញទេដោយសារតែវាដើរនៅក្នុងវិស័យដូចគ្នាខ្លះវាខំគ្នាវាប្រជែងគ្នាវាមនុស្សហ្នឹងវាមានចិត្តចំណានឈ្នានីសគ្នាដោយសារតែចិត្តស្មោកគ្រោកផងមនុស្សគឺយើងអត់បានទៅសម្អាតពួកវាបានទេដោយសារចិត្តមនុស្សវាស្ថិតនៅលើមនុស្សរឿងខ្លួនអញ្ចឹងខ្ញុំគិតថាវាអត់មានអីដែលយើងអាចនឹងជួយពួកគាត់ឲ្យចេញពីកំណត់ថោកទៅបណ្ដាអាក្រក់ហ្នឹងទេព្រោះតែពួកគាត់ហ្នឹងដល់ពេលដែលគេធ្វើបាបគឺខ្សាអាក្រក់ទៅលើពួកគាត់ដូចគ្នាហ្នឹងគាត់នឹងយល់ហើយមនុស្សដែលកំពុងតែធ្វើរឿងអាក្រក់ធ្វើរឿងបាបកម្មហ្នឹងអញ្ចឹងទៅខ្ញុំសូមណែនាំអ្នកដែលគាត់ធ្វើរឿងអាក្រក់ឬក៏សាងបាបកម្មនោះព្យាយាមកែមកល្អឲ្យបានច្រើនជាងការដែលសាងអាក្រក់ហ្នឹងទៅទៀតដោយសារតែយើងមើលឃើញពីចំណុចទាំងអស់ហ្នឹងហើយទើបយើងដឹងថាមកជីវិតផុនយើងម្នាក់គឺអត់ចង់បានអីបានច្រើនឲ្យវាលោភលន់ឬក៏ឈ្នានីសឬក៏សាងបាបកម្មចង់បានលុយចង់បានទ្រព្យអីចឹងទៅធ្វើរឿងអាក្រក់ច្រើនពេកទេក៏ពិតយើងរស់នៅដោយភាពសាមញ្ញវិញគឺយើងសប្បាយចិត្តហើយយើងគិតមើលតាំងពីដែលយើងនៅបើសិនតែយើងអ្នកធ្លាប់នៅខេត្តខនៅខេត្តវិញបើសិនជាយើងមានផ្ទះមានអីសំរុំមួយហើយក៏យើងអាចនិយាយបានថាគឺយើងនិយាយថាយើងអាចធ្វើការងារដែលយើងសប្បាយចិត្តយើងធ្វើអីមួយវាអត់សូវខ្វល់រឿងអ្នកណាអីចឹងទៅដល់ពេលដែលយើងគិតតែមានបានតែសមត្ថភាពដែលយើងប្រឹងប្រែងធ្វើការរកស៊ីអីយើងអាចមានបានចឹងយើងព្យាយាមយើងចង់ទិញរបស់ដែលយើងចង់បានមិនថាយើងចង់ទិញផ្ទះចង់ទិញឡានចង់តែទិញអីហ្នឹងឬស្ថិតទៅលើយើងដែលយើងប្រឹងប្រែងពីសមត្ថភាពឬក៏របបផុនយើងទេដោយការដែលយើងផឹងដោយសុចរិតផុនយើងក៏មិនទៅបំពេញទៅមិនឈ្នានីសឬក៏យើងបង្កើតក្រុមហ៊ុនឬក៏ក្រុមហ៊ុនប្រកបប្រជែងគ្នាអីធ្វើរឿងបាបកម្មមួយចំនួនអាហ្នឹងយើងកុំទៅធ្វើវិញអាហ្នឹងមិនដូចល្អជាងអញ្ចឹងខ្ញុំតែងតែណែនាំដែលបងប្អូនដែលកំពុងតែរស់នៅឬក៏អ្នកដែលបានធ្វើរឿងល្អច្រើនហើយអ្នកដែលគាត់បានធ្វើរឿងល្អនោះខ្ញុំព្យាយាមណែនាំគាត់ឲ្យទៅធ្វើរឿងល្អបន្តទៀតហើយព្យាយាមអប់រំកូនចៅឬក៏អ្នកជំនាន់ក្រោយៗនោះដើរធ្វើរឿងល្អឲ្យបានច្រើនជាងដែលធ្វើរឿងអាក្រក់ព្រោះខ្ញុំនៅតែសប្បាយចិត្តនៅពេលដែលឃើញមនុស្សទាំងអស់ឬក៏ប្រទេសយើងដែលមានមនុស្សល្អជាច្រើនយើងរត់តែសប្បាយចិត្តដែរឬក៏មានឋានៈដឹកនាំល្អរៀនបានដោយគតិបណ្ឌិតផុនគាត់ឬក៏អ្នកដែលបានដឹកនាំមនុស្សឲ្យបានឃើញពីអ្វីដែលឃើញល្អអាក្រក់កុំព្យាយាមធ្វើអាក្រក់ព្យាយាមធ្វើល្អបានចឹងខ្ញុំនៅតែសប្បាយចិត្តទេព្រោះខ្ញុំក៏អត់ចង់ទៅប៉ះពាល់ចង់ទៅប្រឆាំងអ្នកណាឬក៏អត់ចង់អីទេគ្រាន់ជាការដែលខ្ញុំចែកម្លែកថាខ្ញុំបានឆ្លងកាត់រឿងរ៉ាវដែលអ្នកដែលគាត់រកស៊ីឬក៏អ្នកដែលមានបពុចឹងទៅបោកលុយបោកប្រាក់យើងអស់ហើយយើងក៏ព្យាយាមរកលុយដោះស្រាយជាមួយនឹងធនាគារក៏អត់ដឹងថាយើងនឹងវាជាប់ជាមួយនឹងពួកអ្នកដែលខលខូចអ្នកដែលចំណានឈ្នេះដោយប្រការអីផ្សេងក៏យើងអត់មើលឃើញដែរ
រហូតដល់យើងអាចថាពេលខ្លះយើងរងទុក្ខដោយសារអ្នកមួយចំនួនដែលធ្វើរឿងអាក្រក់រហូតដល់យើងរងទុក្ខដោយសារពួកនឹងទៀតក៏មានដែរអញ្ចឹងខ្ញុំគិតថាខ្ញុំក៏មួយជីវិតនេះគឺខ្ញុំដូចខ្ញុំនិយាយចឹងគឺយើងអត់ចង់បំពេញសារអាក្រក់អីទេតែក៏យើងអត់ចង់ជុំនឹងអាក្រក់នឹងទាំងដែរអញ្ចឹងខ្ញុំព្យាយាមណែនាំបងប្អូនថាបើសិនជាយើងទាំងអស់គ្នាយើងព្យាយាមធ្វើល្អបានច្រើនយើងក៏នៅមានភាពរីករាយយើងនៅតែសប្បាយចិត្តដែរហើយយើងក៏នឹងបន្តដំណើរជីវិតរបស់យើងទៅធ្វើរឿងល្អហើយយើងក៏មានភាពរីករាយសម្រាប់ផងយើងដែរហើយអញ្ចឹងខ្ញុំក៏នៅតែសប្បាយចិត្តនៅពេលដែលបងប្អូនបានស្ដាប់នៅប្រធានបទវគ្គនេះហើយខ្ញុំនឹងបន្តទៅវគ្គក្រោយៗហើយក៏យើងគាត់ថាដូចខ្ញុំនិយាយតាំងពីតាំងពីដើមមកដូចតាំងវគ្គមុនអញ្ចឹងថាគុណតម្លៃផងលើហ្នឹងគឺអំពើល្អគឺជួយយើងឲ្យទៅជួបតែរឿងអីដែលធ្វើអីដែលល្អជួបតែមនុស្សល្អហើយក៏យើងគាត់ថាវាជារឿងមួយដែលយើងអត់ទៅជាក្តីសុខផងយើងនិយាយមកថាជាក្តីសុខដែលយើងអាចនឹងធ្វើរឿងល្អជួយអ្នកដទៃព្រោះខ្ញុំថាពីមុនខ្ញុំធ្លាប់មានអីខ្ញុំជួយគេបានខ្ញុំជួយមិនថាជាលុយកាក់ឬក៏ការងារដែលខ្ញុំអាចផ្ដល់គេក្នុងការដែររួមសាមគ្គីដើម្បីជួយគ្នាហើយក៏យើងគាត់ថាយើងដើរវិស័យមួយដែលយើងស្រឡាញ់ទៅយើងសប្បាយចិត្តក្នុងការដែលជួយគេដែរហើយក៏ពួកគាត់ក៏អាចថាពេលខ្លះគឺអាចដោះស្រាយនៃជីវភាពផងពួកគាត់បានមកកម្រិតផងដែរប្រជុំការទៅអ្នកក៏ខ្វះខាតរឿងនេះរឿងនោះចឹងទៅប៉ុន្តែសម្រាប់ខ្ញុំជួបរឿងនៃបញ្ហាដែលខ្ញុំខ្វះខាតនេះគឺខ្ញុំគាត់ថាខ្ញុំមិនដែរទៅហ៊ានពឹងគេទេដោយសារយើងក៏វាពិបាកដឹងថាគេក៏ពិបាកដូចគ្នាដែរតម្រាំរកលុយបានរកលុយកាក់ឬក៏អីចឹងទៅវាពិបាកហើយខ្ញុំក៏នៅតែមួយជីវិតនេះខ្ញុំដូចខ្ញុំនិយាយតាំងពីវគ្គមុនឬក៏ប្រធានបទផ្សេងៗគឺថានៅពេលដែលមួយជីវិតដែលខ្ញុំបានរស់នៅលើផែនដីនេះឬក៏ខ្ញុំបានរស់នៅកន្លែងណាឬប្រទេសណាហ្នឹងខ្ញុំតែងតែអរគុណទៅដល់អ្នកដែលគាត់មានចិត្តធម៌ចិត្តបុណ្យហើយអ្នកដែលគាត់បានសាងល្អទៅជួយអ្នកដទៃបានច្រើនមិនថាខ្ញុំអ្នកដទៃឬក៏អ្នកដែលមានជីវភាពខ្វះខាតអីទេគឺខ្ញុំតែងតែអរគុណហើយខ្ញុំតែងតែមានអីត្រូវពីពាក្យអរគុណហើយទឹកចិត្តពួកគាត់ហើយក៏យើងមិនដឹងថាយកពាក្យអ្វីទាំងថ្លែងសម្រាប់ពួកគាត់បានដោយសារគាត់មានទឹកចិត្តល្អហើយអ្នកដែលគាត់មានឋានៈដែលឬក៏ខ្សែគាត់ដែលល្អអ្នកដែលគាត់បានចេះជួយមនុស្សទៅកាន់អ្នកដែលបានរស់នៅឬក៏ដូចបញ្ហាដែលសង្គ្រាមដែលកើតឡើងដែលយើងចេះជួយទៅគ្នាជួយខ្មែរដូចគ្នាអញ្ចឹងគឺរឿងព្យាយាមធ្វើរឿងនឹងល្អឲ្យបានច្រើនទៅខ្ញុំក៏នៅតែសប្បាយចិត្តដែរប៉ុន្តែយើងគាត់ថាអ្នកដែលគាត់តែកំពុងតែធ្វើរឿងអាក្រក់ធ្វើរឿងបាបកម្មហ្នឹងគាត់ឈប់នៅការដែលធ្វើរឿងបាបកម្មនៅបន្តទៀតព្យាយាមធ្វើរឿងល្អឲ្យបានច្រើនហើយក៏ព្យាយាមចែកម្លែកទៅកាន់អ្នកដទៃជាជួយអ្នកដទៃបានច្រើនដូចគ្នាផងដែរហើយចឹងទៅជាជឿក្រោយក៏ខ្ញុំតែងតែអរគុណចំពោះអ្នកដែលបានធ្លាប់ស្គាល់គ្នាអ្នកដែលបានដើរវិស័យដូចគ្នាចឹងទៅអ្នកដែលគាត់បានធ្វើរឿងល្អជាមួយគ្នាឬក៏មួយជីវិតនេះគឺខ្ញុំតែងតែអរគុណចំពោះពួកគាត់ដែលបានធ្វើរឿងល្អជាច្រើនហើយខ្ញុំក៏សូមនិយាយតទៅអ្នកដែលធ្វើអាក្រក់ដែលចង់តែបង្កើតជាក្រុមឬក៏ការដែលប្រកួតប្រជែងឬក៏ការដែលចំណានឈ្នះនេះនឹងគឺពួកគាត់គឺគួរតែឈប់នៅអំពើអាក្រក់ដែលគាត់ធ្វើនឹងឬក៏សាងបាបកម្មឬភាពលោភលន់ឬក៏ចង់បានដោយសារតែសាងបាបកម្មច្រើនពេកគុំធ្វើអីក្នុងដោយសារតែយើងទាំងអស់គ្នាយើងដឹងថាពីភាពមានបានយើងមិនមែនតែធ្វើរឿងអាក្រក់ទេភាពមានបានដែលធ្វើរឿងល្អហ្នឹងនឹងធ្វើយើងសប្បាយចិត្តក៏យើងរីករាយនៅក្នុងមួយឆាកជីវិតផងយើងដែរហើយយើងក៏ព្យាយាមបរៀនកូនចៅយើងពីមួយជំនាន់ទៅមួយជំនាន់ហ្នឹងឲ្យដើរទៅលើផ្លូវល្អដូចគ្នាផងដែរចឹងទៅខ្ញុំគិតថាប្រធានបទមួយនេះខ្ញុំតែងតែមានភាពរីករាយនៅក្នុងជីវិតដែលខ្ញុំបានរស់នៅទោះមានល្អខ្លះមានល្អខ្លះអាក្រក់ខ្លះឬក៏យើងបានដើរនៅក្នុងស្ថានភាពក្រីក្រនោះគឺយើងបានជួបរឿងរ៉ាវទាំងអស់ហ្នឹងហើយក៏យើងអត់ចង់ជួបមនុស្សដែលអត់ល្អឬក៏មនុស្សដែលសាងបាបកម្មដែរតែធ្វើមិនយើងបានជួបទាំងអស់ហើយក៏យើងព្យាយាមទទួលនៅអ្វីដែលវាខុសឆ្គងក៏យើងមានពាក្យសំទោសហើយក៏អ្វីដែលល្អយើងព្យាយាមតែងតែអរគុណគ្នាទៅវិញទៅមកចំពោះអ្នកដែលល្អកើតមកលើផែនដីនេះឬក៏អ្នកដែលបានជួយគ្នាមិនថាខ្ញុំឬក៏អ្នកដែលរស់នៅក្នុងប្រទេសអីទេគឺតែងតែបានធ្វើរឿងល្អជាច្រើនក៏ខ្ញុំនៅតែអរគុណពួកគាត់ដូចគ្នាផងដែរអញ្ចឹងទៅខ្ញុំគិតថាប្រធានបទមួយនេះយើងនឹងបន្តទៅវគ្គក្រោយៗទៀតផងដែរអញ្ចឹងអរគុណតែបងប្អូនដែលបានស្ដាប់នៅប្រធានបទមួយនេះផងដែរ